សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីការសម្របសម្រួលទីផ្សារកសិផលក្នុងស្រុកក្រសួងពាណិជ្ជកម្មសូមជម្រាបជូនសាធារណជនបងប្អូនប្រជាកសិករអាជីវករជ្រាបថាក្រសួងពាណិជ្ជកម្មបានបន្តសម្របសម្រួលដោះស្រាយការកកស្ទះកសិផលដែលបណ្ដាលមកពីការមិនអាចស្រូបចូលទៅទីផ្សារបានទាន់ពេលវេលាជាពិសេសក្នុងអំឡុងរដូវកាលប្រមូលផលនេះសម្ដៅធានាស្ថិរភាពទីផ្សារនិងការពារផលប្រយោជន៍ជូនបងប្អូនប្រជាកសិករជាក់ស្ដែងនាពេលថ្មីនេះក្រុមការងារមន្ទីរពាណិជ្ជកម្មបានចុះសម្របសម្រួលការទិញលក់និងស្វែងរកទីផ្សារដោយសហការជាមួយវិស័យឯកជនប្រមូលទិញបន្លែគ្រប់ប្រភេទរួមទាំងបន្លែត្រប់ស្រួយនិងត្រប់វែងជាដើមដែលមានការកកស្ទះទីផ្សារនៅខេត្តបាត់ដំបងក្នុងតម្លៃសមរម្យនិងបានបន្តសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារជាបន្តបន្ទាប់ទៀតនៅតាមទីតាំងផលិតកម្មនិងតាមបណ្ដារាជធានីខេត្តនានាដែលជួបបញ្ហាក្រសួងពាណិជ្ជកម្មតាមរយៈមន្ទីរពាណិជ្ជកម្មរាជធានីខេត្តកំពុងបន្តតាមដានយ៉ាងសកម្មលើស្ថានភាពទីផ្សារកសិផលដើម្បីចុះសម្របសម្រួលការកកស្ទះបានទាន់ពេលវេលាក្នុងន័យនេះសូមបងប្អូនប្រជាកសិករផ្ដល់ព័ត៌មានអំពីករណីកកស្ទះកសិផលមកមន្ទីរពាណិជ្ជកម្មរាជធានីខេត្តឬទំនាក់ទំនងមកកាន់នាយកដ្ឋានអភិវឌ្ឍវិស័យឯកជននៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសក្រសួងពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ012 723 645 012 259 997 ឬតាមប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងលេខ1266សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនបងប្អូនប្រជាកសិករអាជីវករជ្រាបជាព័ត៌មានត្រាក្រសួងពាណិជ្ជកម្ម